ជាបឋមយើងខ្ញុំសូមអនុញ្ញាតគោរពនិងជំរាបសួរទៅដល់ប្រិមិត្តសាជាថ្មីម្ដងទៀតដែលនិយមតាមដានទស្សនានៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរបាទនៅខណៈពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយសម្រាប់នៅក្នុងពេលនេះផងដែរយើងខ្ញុំក៏នឹងលើកយកទៅនឹងប្រធានបទថ្មីមួយទៀតដើម្បីយកមកជំរាបជូនទៅដល់បងប្អូនដើម្បីឲ្យបានដឹងអំពីអត្ថប្រយោជន៍ពីបន្លែនិងផ្លែឈើដែលយើងខ្ញុំនឹងលើកយកមកជំរាបជូនទៅដល់បងប្អូនអ្នកស្ដាប់ជាមួយនឹង Channel របស់យើងខ្ញុំផងដែរបាទហើយសម្រាប់នៅក្នុងពេលនេះយើងខ្ញុំក៏នឹងលើកយកប្រធានបទតាក់ទងទៅនឹងបន្លែវិញម្ដងគឺពពាយជ្រុងបាទអញ្ចឹងបងប្អូនច្បាស់ជាស្គាល់ហើយពពាយជ្រុងអញ្ចឹងចំពោះពពាយជ្រុងនេះគឺមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់បាទសម្រាប់បងប្អូនបាទដែលអ្នកចូលចិត្តពិសាទៅលើបន្លែមួយប្រភេទនេះហើយចំពោះអត្ថបទសុខភាពនេះផងដែរយើងខ្ញុំក៏បានដកស្រង់ពីគេហទំព័របាទកម្ពុជាថ្មីបាទដើម្បីយកមកជំរាបជូនបន្តដើម្បីឲ្យបងប្អូនបានស្គាល់អំពីបន្លែមួយប្រភេទនេះថាតើបន្លែនេះមានគុណប្រយោជន៍យ៉ាងណាទៅដល់សុខភាពបងប្អូនដែលអ្នកចូលចិត្តពិសាទៅលើបន្លែមួយប្រភេទនេះបាទចំពោះពពាយជ្រុងនេះគឺធ្វើអន្លក់បាទសម្រាប់បងប្អូនដែលគាត់ចូលចិត្តហ្នឹងគឺឆ្ងាញ់សម្រាប់សុខភាពណាស់ផ្លែពពាយជ្រុងមានច្រើនប្រភេទមានទាំងមូលនិងជ្រុងហើយវាក៏ជាប្រភពចម្រុះនៃសារធាតុរ៉ែនិងវីតាមីនហើយអ្នកគួរតែបន្ថែមវាជាប្រចាំនៅក្នុងរបបអាហារក្នុងនោះពពាយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពចំណុចទី1ធ្វើឲ្យប្រសើរឡើងនូវភាពស៊ាំពពាយសម្បូរទៅដោយវីតាមីន C និងវីតាមីន A ដូច្នេះវាអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយដោយហេតុនេះជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងរោគនិងជំងឺដែលអាចកើតមានលើសពីនេះទៅទៀតវីតាមីន B ដែលមាននៅក្នុងផ្លែល្ហុងក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំដោយរក្សាកោសិកាឲ្យមានសុខភាពល្អចំណុចទី2គាំទ្រការសម្រកទម្ងន់និងការកសាងសាច់ដុំពពាយមានកាឡូរីទាបនិងមានប្រូតេអ៊ីននិងជាតិសរសៃខ្ពស់ជាតិសរសៃនិងប្រូតេអ៊ីនអាចជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរដោយហេតុនេះកាត់បន្ថយការឃ្លាននិងជួយគ្រប់គ្រងទម្ងន់របស់អ្នកប្រូតេអ៊ីននៅក្នុងសណ្តែកក៏បង្កើនការរំលាយអាហារបង្កើនចំនួនកាឡូរីដែលអ្នកដុតនិងជួយកសាងនិងរក្សាម៉ាស់សាច់ដុំចំណុចទី3ល្អសម្រាប់ស្ត្រីមានផ្ទៃពោះជាប្រភពអាហារដែលសម្បូរទៅដោយជាតិហ្វូឡេតស្ត្រីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលទទួលទានសណ្តែកប្រភេទនេះសារធាតុហ្វូឡេតអាចការពារការខូចប្រព័ន្ធសរសៃប្រសាទចំពោះទារកទើបនឹងកើតរួមជាមួយនឹងសារធាតុហ្វូឡេតប្រភពដ៏សម្បូរបែបនៃជាតិដែកនៅក្នុងផ្លែល្ហុងក៏មានប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យនៃភាពស្លេកស្លាំងរបស់ម្ដាយនិងទម្ងន់កំណើតទារកផងដែរចំណុចទី4កាត់បន្ថយការរលាកបរិមាណម៉ង់កាណេសដ៏សំខាន់នៅក្នុងសណ្តែកស្លាបជួយកាត់បន្ថយការរលាកដោយសារលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វានេះមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ព្រោះវាជួយព្យាបាលកង្វះ Superosai Dismutase ដែលបណ្ដាលឲ្យមានជំងឺចំណុចទី5ល្អសម្រាប់ភ្នែកយោងតាមការសិក្សាសារធាតុ Thiamine នៅក្នុងសណ្តែកស្លាបក៏ត្រូវបានគេដឹងថាអាចការពារបញ្ហាទាក់ទងនឹងការមើលឃើញការទទួលទានសណ្តែកស្លាបទៀងទាត់ជួយការពារការចាប់ផ្ដើមនៃបញ្ហាដូចជាជំងឺដក់ទឹកក្នុងភ្នែកនិងជំងឺភ្នែកឡើងបាយថាយ៉ាមិនមានសមត្ថភាពធ្វើឲ្យប្រសើរឡើងនៅសាច់ដុំនិងសញ្ញាសរសៃប្រសាទដែលមានសារៈសំខាន់ក្នុងការទំនាក់ទំនងរវាងភ្នែកនិងខួរក្បាលរបស់អ្នកចំណែកវីតាមីន A នៅក្នុងសណ្តែកនេះក៏មានប្រយោជន៍សម្រាប់ភ្នែកផងដែរជួយផ្ដល់សំណើមដល់កែវភ្នែករក្សាជាតិទឹកនិងការពាររបួសចំណុចទី6ការពារជំងឺទឹកនោមផ្អែមពពាយមានទាំងកាល់ស្យូមនិងវីតាមីន D ការសិក្សាបានបង្ហាញថាការរួមបញ្ចូលគ្នានៃវីតាមីន D និងកាល់ស្យូមធ្វើការរួមគ្នាដើម្បីការពារការចាប់ផ្ដើមនៃជំងឺទឹកនោមផ្អែមដោយធ្វើឲ្យការរំលាយអាហារជាតិស្ករនិងនៅក្នុងរាងកាយមានភាពប្រសើរឡើងសារធាតុចិញ្ចឹមទាំងពីរនេះជះឥទ្ធិពលដោយផ្ទាល់ទៅលើកោសិកាលំពែងដោយហេតុនេះអាចគ្រប់គ្រងការបញ្ចេញអាំងស៊ុយលីននិងកម្រិតជាតិស្ករនៅក្នុងឈាមចំណុចទី7បង្កើនថាមពល
post-war នៅក្នុងសណ្ដែកស្លាបអាចជួយបង្កើនកម្រិតថាមពលរបស់អ្នកនិងអាចជួយជាមួយនឹងបញ្ហាដូចជាអស់កម្លាំងខ្សោយសាច់ដុំនិងខ្វិនជាតិស្ករផ្សេងៗគ្នានៅក្នុងសណ្ដែកស្លាបដូចជាក្លូយកូស ហ្វ្រូតូស សូក្រូស ឡាក់តូស កាឡាក់តូស និងម៉ាល់តូសទទួលខុសត្រូវផ្ទាល់សម្រាប់ការកែលម្អកម្រិតថាមពលដូច្នេះហើយការទទួលទានគ្រាប់សណ្ដែកមិនត្រឹមតែជួយបង្កើនកម្រិតថាមពលរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយរក្សាថាមពលផងដែរចំណុចទី8ការពារភាពចាស់មុនអាយុពពាយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិជាច្រើនដែលជួយការពារភ្នាសកោសិកាពីការវាយប្រហារដោយការបំផ្លាញឌីកាល់សេរីវីតាមីន C និងវីតាមីន A នៅក្នុងបន្លែនេះការពារការចាប់ផ្ដើមនៃភាពចាស់មុនអាយុនិងការពារស្បែករបស់អ្នកពីភាពជ្រីវជ្រួញចំណុចខ្មៅនិងការខូចខាតផ្សេងៗដែលទាក់ទងទៅនឹងអាយុតាមរយៈការបង្កើតកោសិកាស្បែកឡើងវិញវាក៏ជួយព្យាបាលស្បែកដែលកាត់បន្ថយភាពរឹងមាំផងដែរចំណុចទី9គ្រប់គ្រងការឈឺក្បាលប្រកាំងអាហារដែលសម្បូរទៅដោយសារធាតុ tryptophan ដូចជាសណ្ដែកស្លាបត្រូវបានគេដឹងថាអាចកាត់បន្ថយការឈឺចាប់ដែលទាក់ទងនឹងភាពតានតឹងសណ្ដែកប្រភេទនេះអាចជួយបង្កើនការសំយោគសេរ៉ូតូនីនដោយហេតុនេះជួយកាត់បន្ថយការឈឺចាប់និងរោគសញ្ញាដែលពាក់ព័ន្ធដូចជាការរំលាយអាហារនិងភាពប្រែប្រួលទៅនឹងពន្លឺចំណុចទី10គ្រប់គ្រងជំងឺហឺតគ្រាប់សណ្ដែកមានជាតិម៉ាញ៉េស្យូមខ្ពស់ដែលជួយសម្រួលដល់ការដកដង្ហើមនិងការបន្ធូរសាច់ដុំទងសួតដូច្នេះហើយគ្រាប់សណ្ដែកគឺល្អខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺហឺតរ៉ាំរ៉ៃជួយកាត់បន្ថយរោគសញ្ញានៃការពិបាកដកដង្ហើមចំណុចទី11បាទជាចំណុចចុងក្រោយនៃគុណប្រយោជន៍របស់ផ្លែពពាយជ្រុងបាទលោកអ្នកតែងតែពិសាជារៀងញឹកញាប់នោះបាទគឺធ្វើឲ្យប្រសើរឡើងនៅសុខភាពឆ្អឹងបាទកាល់ស្យូមនិងផូស្វ័រក្នុងសណ្ដែកស្លាបគឺល្អណាស់សម្រាប់សុខភាពឆ្អឹងផូស្វ័រដើរតួជាស្ពានសម្រាប់ស្រូបយកជាតិកាល់ស្យូមចូលទៅក្នុងរាងកាយនិងដឹកជញ្ជូនកាល់ស្យូមទៅកាន់ឆ្អឹងសារធាតុរ៉ែទាំងនេះអាចជួយឲ្យឆ្អឹងលូតលាស់ជួសជុលពីការភាពជាលិកាឆ្អឹងដើម្បីបង្កើនដង់ស៊ីតេឆ្អឹងដោយហេតុនេះការពារជំងឺដូចជាជំងឺពុកឆ្អឹងឬបាក់ឆ្អឹងបាទនេះគឺជាចំណុចទី11បាទជាចំណុចចុងក្រោយនៃអត្ថប្រយោជន៍ច្រើនយ៉ាងពីផ្លែពពាយបាទពពាយជ្រុងណាបងប្អូនខ្លះគាត់ស្គាល់ថាពពាយជ្រុងហើយអ្នកខ្លះទៀតបងប្អូនខ្លះទៀតគាត់តែងតែហៅសណ្ដែកស្លាបអញ្ចឹងណាបាទគឺការហៅហ្នឹងគឺហៅខុសៗគ្នាទៅតាមតំបន់អញ្ចឹងទៅបាទហើយនេះគឺជាអត្ថប្រយោជន៍ទាំង11ចំណុចដែលយើងខ្ញុំបានលើកឡើងដូចជាដកស្រង់អត្ថបទបន្តពីគេហទំព័របាទកម្ពុជាថ្មីដើម្បីយកមកចែករំលែកបន្តទៅទៀតទៅដល់បងប្អូនដែលនិយមតាមដានទស្សនាវីដេអូរបស់យើងខ្ញុំនៅក្នុង Channel អត្ថប្រយោជន៍បាទអរគុណហើយយើងខ្ញុំក៏មិនបន្តទៀតទេយើងខ្ញុំសូមបញ្ចប់អត្ថបទនេះត្រឹមតែប៉ុណ្នេះហើយក៏អរគុណបាទទៅដល់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាតាមដានស្ដាប់តាំងពីដើមរហូតមកដល់ទីបញ្ចប់បាទហើយមួយវិញទៀតសម្រាប់បងប្អូនដែលតាមដានទស្សនាស្ដាប់វីដេអូរបស់យើងខ្ញុំបើសិនជាបងប្អូនពុំទាន់បានជួយចុច Subscribe ទេអញ្ចឹងបងប្អូនចូលរួមជួយចុចម្នាក់មួយហើយបងប្អូនឈានទៅចុចរូបកណ្ដឹងមួយទៀតទៅដើម្បីនឹងទទួលបានវីដេអូថ្មីមុនគេពី Channel របស់យើងខ្ញុំនៅពេលដែលយើងខ្ញុំផុសចេញទៅបាទហើយក៏សូមអរគុណសាជាថ្មីចំពោះបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមតាមដានស្ដាប់ជាមួយនឹង Channel របស់យើងខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ហើយក៏សូមជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា